អុកញ៉ាមួយរូបចាញ់បោកជនជាតិស្បែកខ្មៅអស់លុយចំនួនរហូតដល់7 លានដុល្លារដោយសារតែគាត់ចង់បានលុយខ្មៅ25 លានដុល្លារកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ក្រាបក្រុមជនល្មើស2នាក់ដែលជាជនឆបោកក្នុងល្បិចលាងលុយប្រឡាក់ទឹកខ្មៅដើម្បីក្លាយជាលុយដុល្លារពិតប្រាកដបន្ទាប់ពីពលរដ្ឋខ្មែរបានចាញ់បោកក្រុមនេះអស់លុយជាង7 លានដុល្លារតាមរយៈការយកលុយដុល្លារពិតប្រាកដទៅក្រឡុកក្នុងម៉ាស៊ីនលាយជាមួយនឹងលុយប្រឡាក់ទឹកខ្មៅដើម្បីឲ្យក្លាយជាលុយដុល្លារពិតទាំងអស់នេះបើយោងទៅតាមលោកឧត្តមសេនីយ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហោះព័ត៌មានលើបណ្ដាញសង្គម Facebook ផេកផ្ទាល់ខ្លួនរបស់លោកឈ្មោះរតស្រៀងស្ដីពីករណីបង្ក្រាបជនស្បែកខ្មៅ2នាក់ប្រល្បិចឆបោកជនរងគ្រោះយកប្រាក់រាប់លានដុល្លារដែលត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់នោះលោកនិយាយថាលោកសូមលើកយករូបភាពឆបោកមួយករណីទៀតដែលអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី19 មេសាឆ្នាំ2025មកអំពាវនាវជាថ្មីដើម្បីឲ្យមហាជនមានការប្រយ័ត្នតែយ៉ាងណានៅក្នុងសំណេររបស់លោកមិនបានបញ្ជាក់ថាបរិសុជនជាតិខ្មែរនោះជាអ្នកណានោះទេប៉ុន្តែបើតាមប្រភពដែលអង្គភាពយើងទទួលបានគឺជាអ្នកមានធនធានរកស៊ីលក់រថយន្តនិងមានគោលរមងារជាអុកញ៉ាទៀតផងជនរងគ្រោះម្នាក់ត្រូវបានជនជាតិស្បែកខ្មៅ5នាក់លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិកតែពុំអាចចាយបានលុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយម្សៅហើយយកម្សៅនោះទៅលាងជាមួយនឹងប្រាក់ប្រឡាក់ទឹកខ្មៅទើបคล้ายជាប្រាក់អាចចាយបានដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញមួយទ្វេជា3ឬក៏មួយទ្វេជា5ដំបូងឡើយជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដចំនួន2000ដុល្លារឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីនក្រឡុកជាមួយម្សៅនិងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល8000ដុល្លារតែមុនពេលក្រឡុកក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំដោយប្រាប់ថាដើម្បីការពីការពុលម្សៅគីមីដែលក្រឡុកប្រាក់ហើយពួកវាក៏លេបឲ្យមើលមុនផងដែរមួយសន្ទុះក្រោយមកឃើញថាប្រាក់ចេញមកវិញចំនួន10000ដុល្លារសុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដអាចចាយបានត្រង់នេះជាល្បិចបន្លំមួយបន្ទាប់មកក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួចឲ្យទៅជនរងគ្រោះទាំងអស់ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយក្រោយមកជនរងគ្រោះក៏មានការទុកចិត្តជឿលង់ទៅលើជនឆបោកទាំងស្រុងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យទៅជនឆបោកទាំងនោះរហូតដល់ចំនួន7 លានដុល្លារដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន28 លានដុល្លារហើយក្រុមឆបោកបានបែងចែកឲ្យជនរងគ្រោះចំនួន25 លានដុល្លារគ្រាន់តែរៀងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុកក្រុមឆបោកបានវិចទប់រំស្គុតពណ៌លឿងនិងប្រាប់ថាប្រាក់ទាំងនេះមិនទាន់ឲ្យហែកភ្លាមទេត្រូវទុកច្រើនខែសិនទើបហែកស្គុតបានបើមិនអញ្ចឹងនឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយក្រោយមកមួយខែជនរងគ្រោះមានការសង្ស័យក៏បានហែកដុំប្រាក់ទាំងនោះមើលក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោចនិងក្រដាសសសុទ្ធទាំងអស់ទើបដឹងថាចាញ់បោកគេជាលទ្ធផលជនរងគ្រោះខាត់បង់ប្រាក់រហូតដល់7 លានដុល្លារត្រង់នេះគឺក្រុមឆបោកបានបន្លំប្ដូរប្រាក់នៅពេលដែលដាក់ចូលក្នុងម៉ាស៊ីនដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីននិងជំនួសមកវិញនៅប្រាក់សែនខ្មោចហើយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ2នាក់ក៏សាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់រីឯបកពួកជនល្មើសដែលនៅសេសសល់កំពុងស្រាវជ្រាវស្វែងរកបន្ត